ប្រទេសឡាវចាត់នៅវិធានការក្តៅចាប់បញ្ជូន scammer ជនជាតិថៃ130នាក់ទៀតហើយឲ្យទៅកាន់ស្រុកកំណើតវិញជនជាតិថៃគឺជាជនជាតិមួយបាទដែលសម្បូរទៅដោយ scammer ខ្លាំងមែនទែនបងប្អូនយើងបាទមិនថានៅឡាវមិនថានៅមីយ៉ាន់ម៉ាមិនថាចូលមកដល់ទឹកដីរបស់កម្ពុជាយើងនោះទេហើយបច្ចុប្បន្ននេះគឺជាប្រជាជាតិមួយដែលសម្បូរទៅដោយភាពកាចសាហាវខ្លាំងមែនទែនទាក់ទិនទៅនឹងការបាទវាច្រំដំធាក់បាទធ្វើនៅអត្តឃាតជាដើមនេះគឺជនជាតិមួយនេះគឺកាចសាហាវខ្លាំងមែនទែនហើយបច្ចុប្បន្ននេះឡាវគឺចាប់ដើមបញ្ជូនមកជាលើកទី2ហើយសម្រាប់ខែបាទសីហាឆ្នាំ2026នេះគឺជាដំណឹងទី1ដែលខ្ញុំបាទនឹងជម្រាបជូនទៅកាន់អស់លោកអ្នកបាទខណៈដែលដំណឹងទី2យើងងាកទៅកាន់ទឹកដីរបស់ជប៉ុនបន្តិចភ្លៀងធ្លាក់កាន់តែខ្លាំងនៅជប៉ុនគឺបណ្ដាលឲ្យអ្នកដំណើរប្រមាណ 7000 នាក់ត្រូវជាប់គាំងនៅព្រលានយន្តហោះជប៉ុនបាននៅក្នុងខែកក្កដានិងសីហានេះគឺជួបរឿងនៅបាទបាតុភូតចម្លែកជាច្រើនទី1គឺទាក់ទិនទៅនឹងគ្រោះរញ្ជួយដីបាទទើបតែស្ងប់ស្ងាត់បានប្រហែលថ្ងៃឥឡូវនេះគ្រោះថ្នាក់ទឹកជំនន់គឺកើតមានឡើងដែលបណ្ដាលឲ្យអ្នកដំណើរប្រមាណជាង 7000 នាក់ត្រូវជាប់គាំងនៅព្រលានយន្តហោះទៀតបាទនេះគឺជាដំណឹងទី2បាទដែលខ្ញុំបាទនឹងបាទជម្រាបជូនទៅកាន់អស់លោកអ្នកខណៈដែលដំណឹងទី3នេះកូរ៉េខាងជើងគឺបានប្រមូលបាទលុយរហូតដល់22,000 លានដុល្លារពីការរកស៊ីលក់អាវុធនិងបញ្ជូនទ័ពទៅឲ្យរុស្ស៊ីបាទនេះគឺជាដំណឹងទី3ដែលខ្ញុំបាទនឹងជម្រាបជូនទៅកាន់បងប្អូនយើងបាទសូមបងប្អូនយើងតាមដានជាមួយនឹងខ្ញុំបាទទាំងអស់គ្នានៅដំណឹងទាំង3នេះថាតើនឹងមានរឿងរ៉ាវទៅជាយ៉ាងណាផងដែរឡាវគឺចាប់ដើមបញ្ជូននៅ scammer ជនជាតិថៃ130នាក់ទៀតហើយក៏ជាលើកទី2ដែរនៅក្នុងខែសីហាសម្រាប់ជនជាតិថៃដែលមកប្រព្រឹត្តបទល្មើស scam online នៅក្នុងប្រទេសឡាវអាជ្ញាធររបស់ឡាវគឺបានចាប់បញ្ជូននៅជនជាតិថៃប្រមាណ130នាក់ឲ្យត្រឡប់ទៅស្រុកវិញក្រោយពីបង្ក្រាបនិងបំបែកសម្បុក scam online ដ៏ធំមួយនៅក្នុងទីក្រុងវៀងច័ន្ទឡាវគឺបានចាប់បញ្ជូនអ្នកទាំងអស់គ្នានោះទៅស្រុកវិញតាមស្ពានមិត្តភាពឡាវថៃទី1នៅច្រកណាងកៃបាននៅពេលដែលទៅដល់ទឹកដីរបស់ថៃពួកគេនឹងត្រូវបានត្រួតពិនិត្យនិងរៀបចំឯកសារដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ផងដែរយោងទៅតាមការចុះផ្សាយរបស់ Amarin TV នៅថ្ងៃសុក្រទី14ខែសីហាឆ្នាំ2026ជនជាតិថៃទាំងនោះត្រូវបានជួលបន្ទប់សម្ងាត់មួយក្បែរកាស៊ីណូ ST Vegas ដើម្បីបើកដំណើរការនៅគេហទំព័រ online scam ដោយខុសច្បាប់ចំនួន6ខែទៅហើយដែលរកចំណូលបានចន្លោះពី14,000 ទៅ 18,000 បាតមុននេះអាជ្ញាធររបស់ឡាវក៏បានបញ្ជូនពលរដ្ឋថៃចំនួន32នាក់ឲ្យត្រឡប់ទៅកាន់ស្រុកវិញដែរបន្ទាប់ពីប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំមួយនៅឯអាគារដដែលនេះប្រភព Amarin TV គឺបានផ្សាយថានៅក្នុងខែសីហាឆ្នាំ2026នេះគឺជាលើកទី2ហើយដែលប្រទេសឡាវគឺបានបញ្ជូននៅក្រុមជនជាតិថៃដែលរកស៊ីខុសច្បាប់ដោយប្រព្រឹត្តនៅ scammer online នេះបាននៅក្នុងប្រទេសឡាវបាទបងប្អូនយើងនេះគឺជាលើកទី2ហើយបាទដែលឡាវបញ្ជូននៅscammer ទាំងអស់នេះមកកាន់ទឹកដីរបស់សៀមវិញត្រឹមតែរយៈពេលប៉ុន្មានថ្ងៃតែប៉ុណ្ណោះដែលអាជ្ញាធររបស់ឡាវគឺក្រសោបបានក្រុម scammer ប្រមាណជិត200នាក់ខ្ញុំបាទសូមបញ្ចប់នៅដំណឹងទី1នេះបន្តចូលទៅកាន់ដំណឹងទី2គឺតេតិនទៅនឹងប្រទេសជប៉ុនគឺជួបនៅហានិភ័យធ្ងន់ធ្ងរទៀតហើយដោយសារតែមានភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យអ្នកដំណើរប្រមាណ 7,000 នាក់ត្រូវជាប់គាំងនៅព្រលានយន្តហោះគ្រោះទឹកជំនន់ភ្លាមដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងគំហុកកម្រិតកំណត់ត្រាបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់4នាក់បានបាត់បង់អាយុជីវិតនិងបានធ្វើឲ្យអ្នកដំណើរប្រមាណ 7,000 នាក់ត្រូវជាប់គាំងនៅក្នុងព្រលានយន្តហោះអន្តរជាតិNarita នាខេត្តChibaជាប់ទីក្រុងតូក្យូកាលពីព្រឹកព្រលឹមថ្ងៃសុក្រទី14ខែសីហាឆ្នាំ2026យោងទៅតាមគេហទំព័រសារព័ត៌មាន Reuters បរិមាណទឹកភ្លៀងដែលបានកើនឡើងយ៉ាងខ្លាំងរហូតទៅដល់ជាង360មីលីម៉ែត្រនៅក្នុងរយៈពេលត្រឹមតែ24ម៉ោងតែប៉ុណ្ណោះនៅតាមតំបន់មួយចំនួននៃខេត្ត Chiba ដែលកំពុងតែជន់លិចផ្លូវថ្នល់ផ្លូវរថភ្លើងនិងបង្កឲ្យមានការកាត់ផ្តាច់នៅប្រភពអគ្គិសនីនៅតាមផ្ទះសម្បែងប្រមាណជិត 25,000 គ្រួសារនៅក្នុងកំឡុងពេលត្រឹមតែសប្តាហ៍ឈប់សម្រាកដ៏មមាញឹកបំផុតមួយនៅក្នុងប្រទេសជប៉ុនអភិបាលខេត្ត Chiba លោក Toshihito Kumachi គឺបានថ្លែងប្រាប់ទៅកាន់អ្នកសារព័ត៌មានថានេះគឺជាស្ថានភាពខុសប្រក្រតីយ៉ាងខ្លាំងដែលកម្រកើតមានហើយអាជ្ញាធររបស់ជប៉ុនគឺបានបញ្ជូននៅកងកម្លាំងយោធាទៅកាន់តំបន់រងគ្រោះដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋជាបន្ទាន់
គណៈពេលដែលករណីស្លាប់យ៉ាងហោចណាស់បាទគឺម្នាក់ដែលបណ្ដាលមកពីការបាទជាប់នៅក្នុងយានយន្តដែលកំពុងតែត្រូវបានលិចលង់ពាក់ព័ន្ធទៅនឹងអ្នកធ្វើដំណើរអ្នកនាំពាក្យប្រលានយន្តហោះបាទ Narita គឺបានបញ្ជាក់ថាជើងហោះហើរទាំងអស់បាទនៅតែគ្រោងដំណើរការជាធម្មតានៅថ្ងៃសុក្រនេះដោយខាងក្រុមហ៊ុន Japan បាទ Airline រំពឹងថាអាចនឹងមានការពន្យាពេលហោះហើរបាទខ្លះៗប៉ុន្តែក៏មិនទាន់មានការលុបចោលនៅជើងហោះហើរនៅឡើយនោះទេទោះជាយ៉ាងណាក៏ដោយបញ្ហាប្រឈមដ៏ធំគឺការកកស្ទះចរាចរណ៍និងការផ្អាកនៅខ្សែរថភ្លើងមួយចំនួនខណៈដែលផ្លូវល្បឿនលឿនសំខាន់ៗដែលភ្ជាប់ពីប្រលានយន្តហោះ Narita ទៅកាន់ទីក្រុងតូក្យូត្រូវបានបិទមិនឲ្យធ្វើនៅចរាចរណ៍បង្ខំឲ្យអ្នកដំណើរត្រូវងាកទៅប្រើប្រាស់បាទផ្លូវវាងជំនួសវិញគេនៅចាំបានថានៅក្នុងបាទឆ្នាំ2026នេះគឺទើបតែមានករណីរំជួយដីដ៏បាទកាចសាហាវជាទីបំផុតនៅក្នុងប្រទេសជប៉ុនដែលបណ្ដាលឲ្យមនុស្សម្នាជាច្រើនរងរបួសនិងបាត់បង់អាយុជីវិតហើយឥឡូវនេះស្រាប់តែមានករណីទឹកជំនន់ភ្លាមតែម្ដងយ៉ាងណាមិញរដ្ឋាភិបាលរបស់ជប៉ុនកំពុងតែដុតដៃដុតជើងនៅក្នុងការបាទសម្របសម្រួលទៅដល់ប្រជាពលរដ្ឋរបស់ខ្លួនឯងផងដែរបាទនេះគឺជាដំណឹងទី2ហើយក៏ជាដំណឹងសោកសៅបាទសម្រាប់មិត្តជប៉ុនផងដែរខ្ញុំបាទបន្តចូលទៅកាន់ដំណឹងទី3គឺបាទតេតិនទៅនឹងប្រទេសកូរ៉េខាងជើងគឺប្រមូលបានលុយរហូតទៅដល់$22,000 លានពីការរកស៊ីលក់អាវុធនិងបញ្ជូនទ័ពទៅឲ្យប្រទេសរុស្ស៊ីផ្អែកទៅតាមអ្នកវិភាគពីបណ្ដាញព័ត៌មាន Bloomberg ដែលត្រូវបានចុះផ្សាយដោយគេហទំព័រ UTNSG នៅថ្ងៃទី14ខែសីហាឆ្នាំ2026មេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនគឺបានប្រមូលបាននៅថវិកាពីបរទេសយ៉ាងហោចណាស់ក៏រហូតទៅដល់ប្រមាណ$22,000 លានអាមេរិកដែរគឺចាប់តាំងពីឆ្នាំ2022ដល់ឆ្នាំ2025ចំណូលដ៏ច្រើនមហាសាលគួរឲ្យភ្ញាក់ផ្អើលនេះគឺបានមកពីការផ្គត់ផ្គង់អាវុធគ្រាប់យុទ្ធភ័ណ្ឌនិងការបញ្ជូនកងទ័ពទៅជួយជ្រោមជ្រែងសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនស្របពេលដែលទទួលបាននៅប្រាក់ចំណេញរាប់ពាន់លាន$ក៏មានព័ត៌មានរដ្ឋាភិបាលអ៊ុយក្រែនគឺបានឲ្យដឹងថាកូរ៉េខាងជើងកំពុងតែត្រៀមលក្ខណៈបញ្ជូនកងទ័ពបន្ថែមទៀតចាប់ពី30,000 នាក់ទៅ50,000 នាក់ទៅកាន់ដែនដីរបស់រុស្ស៊ីដើម្បីចូលរួមនៅក្នុងប្រតិបត្តិការសឹកបច្ចុប្បន្ននេះមានទាហានកូរ៉េខាងជើងប្រមាណជាង9,500 នាក់កំពុងតែមានវត្តមាននៅលើទឹកដីរបស់រុស្ស៊ីស្រាប់ទៅហើយការកើនឡើងនៃវត្តមានយោធានេះគឺបានធ្វើឲ្យប្រធានាធិបតីរបស់អ៊ុយក្រែនលោកVolodymyr Zelensky ស្នើសុំឲ្យកូរ៉េខាងត្បូងបង្កើតនូវកិច្ចសហប្រតិបត្តិការផ្នែកការពារដែនអាកាសនិងដ្រូនជាបន្តបន្ទាប់ក្រៅពីកងទ័ពជំនួយអាវុធពីកូរ៉េខាងជើងគឺបានคล้ายទៅជាដង្ហើមដ៏សំខាន់សម្រាប់រុស្ស៊ីដោយសារតែប្រភពព័ត៌មានបានរាយការណ៍ថាគ្រាប់រំសេវនិងគ្រាប់កាំភ្លើងបាទធំដែលរុស្ស៊ីបានប្រើប្រាស់នៅក្នុងសមរភូមិជួរមុខប្រមាណជាពាក់កណ្ដាលគឺជាការផ្គត់ផ្គង់ពីកូរ៉េខាងជើងលើពីនេះរុស្ស៊ីក៏បានបាញ់ប្រហារនៅមីស៊ីលប៉ាឡេស្ទីក KN-23 និង KN-24 របស់កូរ៉េខាងជើងជាច្រើនគ្រាប់ចូលទៅកាន់ទឹកដីរបស់អ៊ុយក្រែនផងដែរបញ្ហានេះគឺស្ដែងឲ្យឃើញថាគណៈដែលរុស្ស៊ីត្រូវតែពឹងផ្អែកទៅលើជំនួយបរទេសដើម្បីបន្តសង្គ្រាមពីភាគីកូរ៉េខាងជើងវិញបែរជាប្រមូលលុយបាទប្រមូលមាសប្រមូលប្រាក់ជាង$22,000 លានយ៉ាងស្ងាត់ដើម្បីពង្រឹងរបបដឹកនាំនិងបច្ចេកវិទ្យាយោធារបស់ខ្លួនបាទបងប្អូនយើងនេះគឺជាដំណឹងទី3ហើយក៏ជាដំណឹងមួយដែលបាទជោគជ័យសម្រាប់កូរ៉េផងដែរការចែករំលែកនៅព័ត៌មានខ្លីរបស់ខ្ញុំបាទពូញ៉ាញ់ក៏ដល់ទីបញ្ចប់បងប្អូនយើងបាទរាល់កំហុសក៏ឆ្គងក៏សូមខន្តីបិទទោសអរគុណច្រើនជុំរាបលា